សូមនមស្ការចំពោះប្រជុំ3នៃប្រទេសរដ្ឋដោយសេចក្តីគោរពសូមលំអរកាយថ្វាយបង្គំប្រពជាប្រតិជគុណនិងប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមជម្រាបសួរពុទ្ធបរិស័ទនិងទេសនិកជនទាំងអស់ជាទីមេត្រីព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅសូមគោរពនិមន្តនិងអញ្ជើញព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទនិងទេសនិកជនទាំងអស់តាមដានសកម្មភាពពុទ្ធសាសនាក្នុងសប្តាហ៍កន្លងទៅដែលបានចងក្រងនិងផ្សព្វផ្សាយដោយគណៈកម្មការព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅព័ត៌មានពុទ្ធសាសនាខេត្តកាម៉ៅសប្តាហ៍នេះឆ្លុះបញ្ចាំងអំពីកម្មវិធីបម្រើសង្គមជាតិមាតុភូមិនិងបម្រើនៅការប្រតិបត្តិចូលព្រះវស្សាកសាងផ្ទះអង្គរលេខ41ប្រកយជូនគ្រួសារដែលមានជីវភាពខ្វះខាតនៅតំបន់ពិធីបើកការដ្ឋានកសាងផ្ទះមេត្តាធម៌អង្គរលេខ42នៅឃុំឡុងឌៀងវគ្គប្រតិបត្តិធម៌សម្ដែងបដិមោក្ខសង្វរៈសើនៅវត្តឡុងភឿកឃុំឡុងឌៀងបញ្ចុះបឋមសាលាកែប្រែជួសជុលបេតិកភណ្ឌស្ថាបត្យកម្មវត្តប្រកាសសេចក្តីសម្រេចអនុម័តសមាជិកគណៈកម្មការពុទ្ធសាសនាខេត្តអាណត្តិទី2026-2031ព្រឹកថ្ងៃទី6ខែកក្កដាឆ្នាំ2026ព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងពុទ្ធបរិស័ទនិងគ្រួសារបានចុះសួរសុខទុក្ខនិងប្រកល់ថវិកាឧបត្ថម្ភកសាងផ្ទះអង្គរលេខ41ជូនទៅគ្រួសារលោកចៅថាន់យ៉ាន់កើតឆ្នាំ1977រស់នៅភូមិបិណ្ឌបាវឃុំវិនហ្វឿកនៅក្នុងពិធីនេះតំណាងមូលនិធិសង្គមកិច្ចអាងខាងបានប្រកាសថវិកា80លានដុល្លារដើម្បីឧបត្ថម្ភការសាងសង់ផ្ទះថ្មីមួយខ្នងរួមចំណែកជួយគ្រួសារលោកយ៉ាន់ឆាប់មានទីលំនឹងទីជំរកសម្រុំនិងកាត់បន្ថយការលំបាកក្នុងជីវភាពរស់នៅគូបញ្ជាក់ផងដែរថាជាច្រើនឆ្នាំមកនេះលោកចៅថាន់យ៉ាន់ត្រូវលាងឈាម3ដងក្នុងមួយសប្តាហ៍សុខភាពចុះទ្រុឌទ្រោមគ្មានសមត្ថភាពពលកម្មឡើយគ្រួសារលោកស្ថិតនៅក្នុងភាពក្រីក្រកូន2នាក់គឺលោកចៅភុកឡើយ23ឆ្នាំនិងប្អូនចៅភុកថើយ14ឆ្នាំសិតតែទៅធ្វើការឆ្ងាយដើម្បីជួយគ្រួសារប្រពន្ធរបស់លោកភុកឡើយបានទទួលមរណភាពដោយបន្សល់ទុកកូនតូចនិងជីដូនជាអ្នកមើលថែបច្ចុប្បន្នម្ដាយចាស់ត្រូវមើលថែប្តីឈឺផងដើម្បីចិញ្ចឹមចៅប្រុសទូចផងធ្វើឲ្យបន្ទុកជីវភាពកាន់តែធ្ងន់ធ្ងរឡើងផ្ទះចាស់របស់ក្រុមគ្រួសារមានទំហំប្រមាណ 3.7 គិន 6 ម៉ែត្របានខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះមុខកលៈទេសៈនេះមូលនិធិអាងខាងបានឧបត្ថម្ភការសាងសង់ផ្ទះអង្គរលេខ41ដែលមានទំហំ 4.7 គិន 10 ម៉ែត្រសរុបថវិកា80លានដុល្លារក្នុងនោះពុទ្ធបរិស័ទងៀងងុកដាងតំនាមបញ្ញត្តិតំងុកបានចូលរួមបរិច្ចាគលុយ20លានដុល្លារក្រៅពីនេះក៏មានពុទ្ធបរិស័ទងៀងគឹមសាវិនងុកអៀងផាំងថៃកំឡងលំវិនញើផាំងចៅកៃក៏បៅរួមដៃគ្នាឧបត្ថម្ភផងដែរចំណែកថវិកាដែលនៅសេសសល់គឺបានមកពីមូលនិធិសង្គមកិច្ចអាងខាងអំពាវនាវដោយសប្បុរសជននានាចូលរួមឧបត្ថម្ភពិធីបើកការដ្ឋានសាងសង់ផ្ទះមេត្តាធម៌អង្គរលេខទី42នៅឃុំឡុងឌៀងព្រឹកថ្ងៃទី12ខែកក្កដាឆ្នាំ2026មូលនិធិសង្គមកិច្ចអាងខាងបានប្រគល់ផ្ទះអង្គរលេខ42នៅឃុំឡុងឌៀងព្រឹកថ្ងៃទី12ខែកក្កដាឆ្នាំ2026មូលនិធិសង្គមកិច្ចអាងខាងសហការជាមួយការិយាល័យសន្តិសុខបណ្ដាញនិងបង្កបក្រាបបាត់ល្មើសប្រើប្រាស់បច្ចេកវិទ្យាជឿនលឿននៃស្នងការដ្ឋាននគរបាលខេត្តកាម៉ៅព្រមទាំងអាជ្ញាធរមូលដ្ឋានបើរៀបចំពិធីបើកការដ្ឋានសាងសង់ផ្ទះមេត្តាធម៌អង្គរលេខ42ជូនគ្រួសារលោកស្រីថាត់ធីវេអាយុ68ឆ្នាំរស់នៅភូមិរ៉ាត់រាំងឃុំឡុងឌៀងលោកស្រីថាត់ធីវេជាជនជាតិខ្មែររស់នៅជាមួយបងប្អូនគ្មានដីបង្កផលចំណូលមិនមានពិតប្រាកដបានមកពីការស៊ីឈ្នួលគេផ្ទះចាស់អំពីឈើជញ្ជាំងស្លឹកបានខូចខាតយ៉ាងធ្ងន់ធ្ងរនិងតែងតែលិចទឹកនៅរដូវភ្លៀងចំពោះមុខនៅកលៈទេសៈនេះមូលនិធិសង្គមកិច្ចអាងខាងបានអំពាវនាវដល់ពុទ្ធបរិស័ទនៅវត្តអារាមប្រម៉ែកុងស៊ីអ៊ីនជាឧបត្ថម្ភថវិកា80លានដុល្លារដើម្បីកសាងផ្ទះអង្គរលេខ42សំណងនេះរំពឹងថានឹងរួចរាល់ក្នុងរយៈពេលជាង1ខែដើម្បីជួយឲ្យគ្រួសារឆាប់មានទីលំនឹងជំរកនិងនួរ
ព្រឹកថ្ងៃទី14ខែកក្កដាឆ្នាំ2026ពុទ្ធបរិស័ទយ៉ាងច្រើនកកបានជួបជុំគ្នានៅវត្តឡុងភឿកឃុំឡុងឌៀងដើម្បីចូលរួមវគ្គប្រតិបត្តិធម៌រក្សាសីល8ក្រោមការដឹកនាំរបស់ប្រតិជគុណថិតភឿកត្រឹងព្រះចៅអធិការវត្ត ក្នុងឱកាសនេះដែរព្រះមហាថេរថិតខៃឋានព្រះចៅអធិការវត្តផាប់បាវទីក្រុងដងណាយបាននិមន្តមកសម្ដែងប្រធមទេសនាក្រមប្រធានបទភុកកត្រប់នៃជីវិតមនុស្សតាមរយៈប្រធមទេសនានេះព្រះអង្គបានដាស់តឿនលើកទឹកចិត្តដោយបត្តបរិស័ទឲ្យកាត់ខំប្រឹងប្រែងប្រតិបត្តិធម៌រក្សាសិលសច្ចៈសាងកុសលធម៌និងយកពុទ្ធអូវាទទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រឹកថ្ងៃទី16ខែកក្កដាឆ្នាំ2026គណៈកម្មាធិការនៃសមាគមពុទ្ធសាសនាវៀតណាមខេត្តកាម៉ាវសហការជាមួយមន្ទីរវប្បធម៌កីឡានិងទេសចរខេត្តបានរៀបចំពិធីបញ្ចប់បឋមសិលាបើកការរដ្ឋានជួសជុលបេតិកភណ្ឌស្ថាបត្យកម្មសិល្បៈជាតិវត្តផឹកតោសង្កាត់អាងសៀង និមន្តចូលរួមជាអធិបតីភាពមានប្រតិជកិនទឹកវេថងអនុប្រធានក្រុមប្រឹក្សាសង្ឃវិបាលសមាគមវៀតណាមប្រធានកម្មាធិការវិន័យធម៌មជ្ឈុំប្រតិជកិនទឹកភឹកងៀងអគ្គលេខាក្រុមប្រឹក្សាសមាគមប្រធានការិយាល័យទី2មជ្ឈុំនៃសមាគមពុទ្ធសាសនាវៀតណាមរួមជាមួយប្រសង់ការិយាល័យទី2មជ្ឈុំប្រតិជកិនទឹកយ៉ាក់ងីប្រធានគណៈកម្មាធិការសមាគមខេត្តកាម៉ៅនិងប្រសង់អចិន្ត្រៃយ៍ភិក្ខុភិក្ខុនីក្នុងខេត្ត ខាងភេកីថ្នាក់ដឹកនាំមានលោកផាងវ៉ាងវ៉ូអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តលោកងូវូថាំងអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តរួមជាមួយតំណាងមន្ទីរនិងសហព័ន្ធនានាវត្តផឹកតោត្រូវបានកសាងឡើងនៅរង្វង់វត្តឆ្នាំ1840 សាជាប់ជាមួយប្រទេសចប្រកិនថិតជីតំតើនតូគួងស៊ុងជាប្រចាំអធិការដើមនៅឆ្នាំ1842 ក្នុងរជ្ជកាលស្ដេចធីវជ័យវត្តត្រូវបានប្រកល់រាជសារនាមសក្ទើគួងអំកោទៅហៅផឹកតោបន្ទាប់ពីការជួសជុលជាច្រើនលើកជាពិសេសនៅឆ្នាំ1937វត្តបុរាណនេះនៅតែរក្សាបាននូវតម្លៃស្ថាបត្យកម្មនិងសិល្បៈយ៉ាងពិសេសនៅថ្ងៃទី24ខែ11ឆ្នាំ2000វត្តត្រូវបានថ្នាក់ជាតិបេតិកភណ្ឌបត្យកម្មសិល្បៈជាតិតាមលទ្ធផលអង្កេតផ្នែកជាច្រើននៃបេតិកភណ្ឌបានខូចខាតដូចជាដំបូលប្រវិហារជ្រាបទឹកជញ្ជាំងនិងបិដានរបកផ្ទៃទីធ្លាទាបប្រព័ន្ធរំដោះទឹកមិនតាន់ធានារួមទាំងគ្រឿងផ្សំនិងក្បាច់រចនាតុបតែងជាច្រើនត្រូវពង្រឹងនិងជួសជុលដើម្បីថែរក្សាធាតុដើមនៃបេតិកភណ្ឌថ្លែងក្នុងពិធីនេះលោកវ៉ូវ៉ាងថាំងបានសម្ដែងជំនឿទុកចិត្តថាគម្រោងនេះនឹងត្រូវបានអនុវត្តតាមការកំណត់ធានាគុណភាពរួមចំណែកក្នុងការអភិរក្សនិងអភិវឌ្ឍតម្លៃបេតិកភណ្ឌស្ថាបត្យកម្មសិល្បៈជាតិវត្តផឹកតោប្រកបដោយចីរភាពក្នុងឱកាសនេះថ្នាក់ដឹកនាំខេត្តបានប្រកល់ប៉ាន់សរសើរជូនគណៈកម្មាធិការនៃសមាគមខេត្តកាម៉ៅដើម្បីកាត់សម្គាល់ការរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សនិងលើកស្ទួយតម្លៃបេតិកភណ្ឌ ព្រឹកថ្ងៃទី16ខែកក្កដាឆ្នាំ2026នៅការិយាល័យទី1នៃគណៈកម្មការសមាគមពុទ្ធសាសនាខេត្តកាម៉ៅវត្តផឹកតោសង្កាត់អាងសៀងគណៈកម្មាធិការសមាគមពុទ្ធសាសនាខេត្តបានរៀបចំសន្និបាតប្រកាសសម្រេចក្រុមប្រឹក្សានៃគណៈកម្មការសមាគមពុទ្ធសាសនាខេត្តកាម៉ៅនិមន្តចូលរួមសន្និបាតមានប្រតិជកិនថិតវេថងអនុប្រធានក្រុមប្រឹក្សាសមាគមវៀតណាមប្រធានគណៈកម្មាធិការផ្នែកវិន័យធម៌មជ្ឈុំប្រតិជកិនថិតភឿកងៀងអនុលេខាធិការសមាគមប្រធានការិយាល័យទី2ពុទ្ធសាសនាមជ្ឈុំរួមជាមួយប្រសង្ឃការិយាល័យទី2មជ្ឈុំប្រតិជកិនថិតចក្ងីប្រធានគណៈកម្មាធិការសង្ឃវិបាលខេត្តកាម៉ៅនិងប្រសង្ឃអចិន្ត្រៃយ៍ភិក្ខុភិក្ខុនីក្នុងខេត្តថ្លែងមតិបើកសន្និបាតប្រតិជកិនថិតចក្ងីបានសង្កត់ធ្ងន់ថាសន្និបាតនេះមានអត្ថន័យយ៉ាងសំខាន់បន្ទាប់ពីជោគជ័យនៃមហាសន្និបាតតំណាងពុទ្ធសាសនាខេត្តលើកទី1ដែលជាចំណុចចាប់ផ្ដើមឲ្យគណៈកម្មាធិការអាណត្តិថ្មីអនុវត្តផ្លូវការនៅសកម្មភាពសាសនាសម្ដៅពង្រឹងអង្គភាពលើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងតែមួយនិងការបម្រើសាសនានៅក្នុងសន្និបាតប្រតិជកិនថិតគួងទៀងបានប្រកាសសេចក្តីសម្រេចអនុម័តសមាជិកសមាជិកគណៈកម្មាធិការសមាគមខេត្តកាម៉ៅអាណត្តិកាល2026-2031 ក្នុងនោះគណៈកម្មាធិការកិត្តិយសមាន2អង្គក្រុមប្រឹក្សាកិត្តិយស1អង្គ
សមាជិកអចិន្ត្រៃយ៍31អង្គសមាជិកពេញសិទ្ធិ54អង្គនិងសមាជិកបម្រុង10អង្គប្រតិជនឋិតយក្សីបានអនុម័តតែងតាំងជាប្រធានគណៈកម្មាធិការសង្ឃវិបាលសមាគមពុទ្ធសាសនាខេត្តផ្ដល់ឱវាទប្រតិជនឋិតវេថងបានសម្ដែងសេចក្តីរីករាយចំពោះជោគជ័យនៃមហាសន្និបាតតំណាងពុទ្ធសាសនាខេត្តកាម៉ៅលើកទី1ព្រមទាំងសង្កត់ធ្ងន់ថាគណៈកម្មាធិការសមាគមអាណត្តិថ្មីត្រូវបន្តលើកស្ទួយស្មារតីបម្រើប្រធរនិងជាតិសាសន៍សាងសង់សាមគ្គីភាពជាថ្លុងមួយឲ្យមានស្ថិរភាពព្រះអង្គបានបញ្ជាក់ថាវត្តបកតោជាវត្តបុរាណដែលមានតម្លៃពិសេសផ្នែកប្រវត្តិសាស្ត្រវប្បធម៌និងជំនឿសាសនាដោយសង្ឃឹមថាចំនួនបន្តវេននិងបន្តថែរក្សានិងលើកស្ទួយតម្លៃដ៏ថ្លៃថ្លានៃបេតិកភណ្ឌនេះទន្ទឹមនឹងនោះព្រះអង្គបានសង្កត់ធ្ងន់ថាស្មារតីសារណីយធម៌គឺជាគ្រឹះនៃការអភិវឌ្ឍនៃសង្ឃសភាដោយរំពឹងថាគណៈកម្មាធិការនៃសមាគមអាណត្តិថ្មីនឹងរួមចិត្តរួមគំនិតគ្នាឆ្លើយតបទៅនឹងទំនុកចិត្តរបស់ពុទ្ធសាសនាមជ្ឈិមនិងបន្តលើកស្ទួយប្រពៃណីពុទ្ធសាសនារួមដំណើរជាមួយជាតិសាសន៍យើងខ្ញុំបការណាអាត្មាភាពសូនថ្លែងអំណរអរព្រគុណនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្ររបស់ប្រធារានុធេរៈនិងញាតិញោមពុទ្ធបរិស័ទទាំងជិតឆ្ងាយសូមជួបជាថ្មីនៅព័ត៌មានពេលក្រោយសូមអរព្រគុណនិងសូមអរគុណ